ប្រុងប្រយ័ត្ន miss call ពីក្រៅប្រទេសជាករណីលួចប្រាក់ពីគណនីទូរស័ព្ទសូមណែនាំផលិតផលសន្សំផលច្រើនពីហត្ថកសិករដែលផ្ដល់អត្រាការប្រាក់ខ្ពស់រហូតដល់ 5.5% និងលក្ខខណ្ឌដកប្រាក់ងាយស្រួលនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានប្រាប់តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី14ខែមិថុនាឆ្នាំ2020នេះឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នចំពោះករណី miss call ពីក្រៅប្រទេសដែលក្រសួងអះអាងថា miss call នោះបានហៅមកពីប្រទេសម៉ាឡាវី អាហ្វ្រិក នីសេរីយ៉ា ប៉ាគីស្ថានឬប្រទេសរុស្ស៊ីជាដើមបើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃការហៅទូរស័ព្ទចូលដោយប្រើប្រាស់លេខប្លែកៗពីក្រៅប្រទេសដែលមិនស្គាល់គឺជាគម្រោងឆបោកឬជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះដោយប្រើសេវាដែលហៅថា International Premium Rate Number ដោយក្រុមបណ្ដាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងនិងបានទិញសេវាហៅចូលដើម្បីលួចប្រាក់ពីគណនីទូរស័ព្ទគឺមានក្បាលលេខបូក265បូក27បូក234បូក92បូក7ជាដើមក្រសួងបានបញ្ជាក់ទៀតថាបន្ទាប់ពីហៅចូលពួកគេនឹងកាន់ផ្ដាច់ដែលបង្ហាញ miss call លើទូរស័ព្ទជនរងគ្រោះនៅពេលជនរងគ្រោះធ្វើការហៅត្រឡប់ទៅវិញតម្លៃសេវាគឺមានតម្លៃថ្លៃនិងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះព័ត៌មានថ្មីៗពីប៉ុស្តិ៍ប្រជាប្រិយ